បាទសូមគោរពនិងជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមធ្វើវីដេអូបង្ហាញឲ្យបងប្អូនបានស្គាល់ជាក់លាក់កុំឲ្យច្រឡំថ្នាំណាពុកម៉ែបងប្អូនរុក្ខជាតិជាឱសថណាហ្នឹងហើយរវាងពីងប៉ោះស្រោមនិងវល្លិពស់អំបែងឬមួយយើងហៅថាវល្លិបែកក្អមណាពុកម៉ែបងប្អូននេះយើងហៅបាន2បាទយើងហៅវល្លិពស់អំបែងអញ្ចឹងទៅក៏បានបាទយើងហៅវល្លិបែកក្អមអញ្ចឹងក៏បានដែរចឹងកុំឲ្យបងប្អូនច្រឡំទៅឬគាត់ថាពីងប៉ោះស្រោមគាត់គិតថាជាវល្លិពស់អំបែងហ្នឹងឯងបាទចឹងបងប្អូនកុំច្រឡំណាបាទអានេះគេហៅថាវល្លិពស់អំបែងអានឹងស្លឹកវាស្តៀងស្លឹកម្រះពុកម៉ែបងប្អូនណាបាទមើលត្រួយអីក៏ស្តៀងត្រួយម្រះដែរអានេះគេហៅថាវល្លិពស់អំបែងឬក៏ហៅថាវល្លិបែកក្អមពុកម៉ែបងប្អូនណាបាទមើលផ្លែវាទៅបាទច្បាច់លេខពុជខ្ញុំទូចខ្ញុំចិត្តច្បាច់លេងណាបាទអានឹងគេហៅថាវល្លិបែកក្អមបាទឬក៏ហៅថាវល្លិពស់អំបែងហ្នឹងឯងមើលក្របទាំងក្នុងពេលទុំទៅខ្មៅមាន3គ្រាប់ពុកម៉ែបងប្អូនក្នុងណារីឯពីងប៉ោះស្រោមបាទបងប្អូនមើលមកនេះវាដោះជាមួយគ្នាហ្នឹងទេអញ្ចឹងបានងាយស្រួលក្នុងការថតបង្ហាញណាពុកម៉ែបងប្អូននេះឃើញទេអានេះបាទអានេះគេហៅវល្លិបែកក្អមអានេះពីងប៉ោះស្រោមនេះស្លឹកពីងប៉ោះស្រោមពុកម៉ែបងប្អូនមើលទៅហើយនេះផ្លែវាណាផ្លែពីងប៉ោះស្រោមអានេះគេហៅថាពីងប៉ោះស្រោមពុកម៉ែបងប្អូនណាបាទរីឯនេះបាទវល្លិពស់អំបែងឬក៏វល្លិបែកក្អមបាទយើងហៅវល្លិបែកក្អមក៏បានដែរខាងស្រុកខ្ញុំហៅថាវល្លិបែកក្អមទេបាទដល់ក្រោយមកគេហៅវល្លិពស់អំបែងទៀតបាទឃើញទេវាដោះជាមួយគ្នាងាយស្រួលចំណាំណាបាទអានេះគេហៅថាពីងប៉ោះស្រោមបាទអានេះគេហៅថាវល្លិពស់អំបែងឬក៏វល្លិបែកក្អមពុកម៉ែបងប្អូនអញ្ចឹងសង្ឃឹមពុកម៉ែបងប្អូនមិនផុនភាំងច្រឡំអីទៀតទេណាកុំឲ្យខ្ញុំហៅថាពីងប៉ោះស្រោមកុំមកចាប់អារម្មណ៍ទៅលើវល្លិបែកក្អមទេបាទឬក៏វល្លិពស់អំបែងហ្នឹងបងប្អូនកុំច្រឡំហ្នឹងខ្ញុំប្រាប់បងប្អូនថាឲ្យទៅរកពីងប៉ោះស្រោមមកធ្វើថ្នាំគាត់គិតថាអានេះជាពីងប៉ោះស្រោមទៅវិញបាទគាត់គិតថានៅពីងប៉ោះស្រោមអានេះគេហៅវល្លិពស់អំបែងបងប្អូនចំណាំអញ្ចឹងណាឬក៏វល្លិបែកក្អមបងប្អូនចំណាំអញ្ចឹងទៅរីឯពីងប៉ោះស្រោមគឺអញ្ចឹងបាទសង្ឃឹមថាបងប្អូននឹងស្វែងយល់ច្បាស់លាស់ជាវាងផន់ច្រឡំហើយបងប្អូនណាបាទអរគុណច្រើនកុំភ្លេចជួយ share ចែកគ្នាស្គាល់ចំណាំទុកបងប្អូនណាកុំផន់ច្រឡំបាទអរគុណច្រើនបងប្អូន